ចាថ្ងៃនេះនាំបងប្អូនមកធ្វើពីទឹកប្រឡាក់សាច់ឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ជាដំបូងយើងដាក់ឆ្នាំងឲ្យក្តៅហើយយើងដាក់កំឡុយស្ករគ្រឿងផ្សំបងប្អូនអាចមើលក្បាលវីដេអូបានបន្ទាប់មកយើងកូរស្ករនឹងឲ្យឡើងពណ៌ក្រហមបន្តិចដើម្បីឲ្យមានរសជាតិឈ្ងុយបន្ទាប់ពីស្ករយើងឡើងពណ៌ជើងក្រងហើយយើងក៏ចាក់ខ្ទឹមដែលយើងបានកញ្ច្រាំទុកបន្ទាប់មកយើងកូរខ្ទឹមនឹងឲ្យឡើងឈ្ងុយជាមួយនឹងស្ករសិនបន្ទាប់ពីយើងកូរភាយក្លិនឈ្ងុយហើយគឺយើងដាក់ប៊ីចេងចូលបន្តិចបន្ទាប់មកក៏ចាក់ម្សៅស៊ុបចូលបន្តិចដែរបន្ទាប់មកចាក់ទឹកស៊ីអ៊ីវចូលបន្តិចហើយក៏យើងបន្ថែមស្រាសបន្តិចដែរចំណែកម្ទេសបងប្អូនអាចដាក់តាមចំណង់ចំណូលចិត្តបានយើងកូរឲ្យល្បាយនឹងចូលសព្វគ្នាហើយក៏យើងចាប់ផ្ដើមដាក់ប្រេងខ្យងគ្រឿងផ្សំបងប្អូនអាចភ្លក់តាមចំណង់ចំណូលចិត្តបានពេលដែលយើងកូរល្បាយនឹងផ្សំចូលគ្នាអស់ហើយក៏យើងបន្ថែមជាមួយនឹងរបស់ចុងក្រោយនោះគឺល្ងនេះគឺចោលអត់បានទេបងប្អូនមុននឹងបងប្អូនយកមកចាក់គឺលីងឲ្យឡើងឈ្ងុយសិនសម្រាប់ទឹកសុសនេះដែរបងប្អូនចង់យកទៅលាបលើសាច់អាំងឬក៏យកធ្វើទឹកជ្រលក់ក៏បានឥឡូវនេះគឺទឹកសុសយើងចាប់ដើមរួចរាល់ហើយពេលប្រាប់មួយទៀតបងប្អូនយកទៅប្រឡាក់សាច់ក៏បានដែរគឺមានរសជាតិឆ្ងាញ់អត់បាច់ថែមគ្រឿងអីទេគឺយើងប្រឡាក់ជាមួយទឹកសុសហ្នឹងគឺរសជាតិឆ្ងាញ់ហ្មងហើយសម្រាប់ទឹកសុសហ្នឹងបងប្អូនទុកឲ្យត្រជាក់ទៅអាចច្រកដបបានហើយយកទុកក្នុងទូទឹកកកគឺទុកបានយូរ